មួយនឹងមករួចហើយបងប្អូនធ្វើការយកពាក្យថា remove account ណាអូខេតោះមកយកពាក្យថា remove សួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងដើម្បី remove Gmail ចេញពីទូរស័ព្ទ Samsung របស់យើងបានណាអញ្ចឹងយើងចូលមកកាន់ setting ទូរស័ព្ទរបស់យើងមកអូខេតោះមកយើងធ្វើការអូសវាឡើងលើបងប្អូនមកយកពាក្យថា account នេះរួចហើយបងប្អូនចុចទៅលើវារួចហើយបងប្អូនចុចទៅលើ account នេះម្ដងទៀតបាទអញ្ចឹងបងប្អូននឹងឃើញGmail មួយនេះហើយអញ្ចឹងចុចទៅលើ Gmail មួយនឹងមករួចហើយបងប្អូនធ្វើការយកពាក្យថា remove account ណាអូខេតោះមកយកពាក្យថា remove account មកអញ្ចឹងបងប្អូននឹងឃើញបាត់ Gmail របស់យើងហើយបន្ទាប់ពីយើង remove ហើយយើងធ្វើការ add account វិញចូលហើយក្នុងហ្នឹងក៏បានដែរបងប្អូនយកពាក្យថា Google ហ្នឹងមកតោះមកយើង create អូខេនេះដាក់ថ្ងៃខែឆ្នាំកំណើតមកអូខេតោះមកបងប្អូនជ្រើសរើសយកមួយណាយកមកអូខេឥឡូវយើងដាក់ password តិចមកអូខេឥឡូវ password ខ្ញុំដាក់រួចរាល់ហើយតោះមកយើងចុច next មកអូខេអញ្ចឹងមកដល់ខាងនេះយើងចុច next បន្តទៀតមកបងប្អូនធ្វើការអូសវាឡើងលើរួចហើយបងប្អូនចុចកន្លែងនេះអូខេបងប្អូនរងចាំវាបន្តិចអូខេបន្ទាប់មកកន្លែងនេះបងប្អូនយកពាក្យថា accept នេះមកអូខេអញ្ចឹងគឺរួចរាល់ហើយឥឡូវយើងចូលមកកាន់Play Store របស់យើងមើលអូខេបងប្អូនចុច accept មកកន្លែងនេះយក not ណាក៏បានដែរអញ្ចឹងបងប្អូនឃើញ Gmail របស់យើងមួយហ្នឹងហើយនេះអញ្ចឹងអូខេបងប្អូនចូលមកកាន់ YouTube បងប្អូនបង្កើតហើយអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងហើយបងប្អូន